សូមស្វាគមន៍ឆ្នាំ2026នេះគឺជាសន្តាគារ Himawari វឡុកជប់លៀងឆ្នាំ2026ជិះម៉ូតូឌុបប្រយមកសន្តាគារ Himawari ហើយនេះបានប្រុសស្អាតសន្តិសុខអើយលើកដៃជំរាបសួរស្វាគមន៍មកដល់សន្តាគារ Himawari ភ្លាមបងប្អូនអើយនិយាយថាស្អាតណាស់ហើយនេះខ្ញុំក៏បានដើរចូលមកក្នុងខាងក្នុងសន្តាគារណាចាបងប្អូននេះក៏បានជួបអ្នក receive គាត់លើកដៃស្វាគមន៍យើងខ្ញុំក៏ជម្រាបសួរទៅវិញដែរហើយតែកន្លែងហ្នឹងគឺគេមានក្រាលកម្រាលក្រហមសម្រាប់ជប់លៀង supply អីចឹងណាហើយមកដល់ក៏តាក់ភ្នែកឃើញថាបងស្រីគាត់លក់សូត្រជាមួយនឹងការបង្ហាញពីស្នាដៃខ្មែរដែលធ្វើអំពីស្លឹកឈើតាំងនៅលើកណាត់ហើយមកខ្ញុំចាប់អារម្មណ៍មែនតើខ្ញុំក៏បានចូលទៅសួរនាំសួរពីកន្សែងអីផ្សេងព្រោះថានៅក្នុង Himawari ហ្នឹងគឺយើងមានលក់បែបជាកន្សែងសូត្ររបស់ខ្មែរហើយខ្ញុំក៏ចាប់អារម្មណ៍កាបូបដៃស្អាតណាហើយខ្ញុំទិញនិយាយទៅខ្ញុំស្រឡាញ់ខ្ញុំពេញចិត្តស្ដោកហ្មងបងប្អូនកាបូបហ្នឹងនៅខាងក្នុងគឺទលាយបងប្អូនគឺដាក់អីបានច្រើនហើយវាស្ដើងគួរឲ្យស្រឡាញ់ទេហើយវារឹងមាំនិយាយទៅស្អាតបងប្អូនហើយតម្លៃអត់ថ្លៃទេតែ$13ទេហើយកាបូបហ្នឹងបងស្រីគាត់ថាគឺមានលក់នៅជីបម៉ងទៀតហើយអត់ថ្លៃទេគាត់លក់ឲ្យខ្ញុំតែ$13អញ្ចឹងខ្ញុំក៏សម្រេចចិត្តទិញមួយទៅហើយស្អាតបងប្អូនវាមានរាងស្ដើងហើយមាំធ្វើដោយដៃចាអញ្ចឹងបើសិនជាបងប្អូនចង់បានគឺនៅជីបម៉ុង Mega Mall 271បងប្អូនទៅទិញទៅគឺនៅជាន់ទី2អញ្ចឹងខ្ញុំក៏បន្តដំណើរទៅចូលរួមក្នុងកម្មវិធីហើយម្ដងនេះឃើញគេរៀបភ្លើងនៅឯឡើងស្អាតឲ្យឈរកាច់រៀងមួយផ្លែតសិនហើយក៏បានទៅជួបនឹងក្រុមការងារយើងសំណេះសំណាលហើយនៅក្នុងហ្នឹងគឺយើងមានជារង្វាន់ចាប់នៅចុងម៉ោងគឺថាមានរង្វាន់ចូលរួមឈ្នះរង្វាន់ណាពេលគេឡើងចាប់នេះគឺជាលេខ number ដែលត្រូវចាប់អញ្ចឹងណាចាពេលចាប់បានរង្វាន់ដូចជាមានការដេកស្នាក់នៅដោយអត់អស់លុយរយៈពេល5ថ្ងៃហែលទឹករយៈពេល1ឆ្នាំឬក៏ទៅលេងនៅក្រៅប្រទេសអីចឹងណាសន្លឹកឆ្នោតធំបងប្អូនអញ្ចឹងបងសហការីគាត់ណែនាំប្រាប់អញ្ចឹងខ្ញុំក៏ដើរសម្ដៅមករកតុកញ៉ាំអាហារហើយក៏ឃើញគូស្នេហ៍មួយគូនេះគេកំពុងតែឈៀគ្នាក៏លួចថតបន្តិចទៅហើយមកដល់នេះវិញគឺក៏ចាប់ផ្ដើមទៅរកចំណីអាហារមកញ៉ាំហើយក៏ឃើញល្ហុងទុំអូយសន្តាគារ Himawari មានល្ហុងទុំខ្ញុំដែរណាបងប្អូនអ្នកគ្នាគឺមានផ្លែឈើមានត្រីសាច់និយាយទៅសម្បូរបែបខ្លាំងមែនតែនសន្តាគាររំដាប់ផ្កាយ5ចេះអីបងប្អូនអ្នកគ្នាចំណីគឺថាប្លែកនិយាយទៅខ្ញុំញ៉ាំមិនដឹងយកពោះទៅណាដាក់អស់ទេបែបបុកល្ហុងបែប oyster បែប salmon បែបអាំងបែបចៀនបែបអីគោដុតអីណាមានអូច្រើនមែនតែនហ្មងតែអ្វីដែលខ្ញុំចង់ញ៉ាំខ្លាំងជាងគេគឺល្ហុងទុំនឹងឯងបងប្អូនអរគ្នាមកក្បែរទៅល្ហុងទុំឯងហើយបន្ទាប់មកក៏នាំគ្នាថតរូបជុំគ្នាជាមួយនឹងក្រុមការងារដើម្បីឆ្លងឆ្នាំ2025ចូល26ហើយញ៉ាំបងស្រីគាត់ឡើងទៅទទួលរង្វាន់បងស្រីគាត់ញ៉ាំមួយខ្ញុំហ្នឹងណាហើយក៏ចុងម៉ោងនាំគ្នារាំលេងកំសាន្តឆ្នាំ2026តែម្ដងទៅហើយក៏កាត់មកដល់ត្រឡប់មកវិញណាប្រុសស្អាតនឹងហៅផាសស្អាប់ឲ្យខ្ញុំនឹងឡើងមកផ្ទះវិញទៀតមកដល់ក៏ជួបជុំមិត្តភក្តិខ្ញុំនឹងបានជិះរមាក់អីបងប្អូនឃើញវីដេអូមុននឹង